តោះមួយទាំងអស់គ្នាដែលកំពុងតែស្វែងរកទូកៅឈើធ្នង់ក្បាច់ខ្មែរបើសិនជាបងប្អូនគោលបំណងប្រើឈើហើយបងប្អូនចង់ទិញទុកតកូនតចៅចំនួនក្រោយបងប្អូនអាចមើលវីដេអូនេះបានហើយនឹងបងប្អូនអាចចូលเพจនាងខ្ញុំតាមដានវីដេអូបន្តទៀតដើម្បីឲ្យឃើញអីវ៉ាន់នាងខ្ញុំកាន់តែច្រើនបងប្អូននឹងយកទៅពិចារណាតាមនឹងថាតើអ្នកលក់ដូចនាងខ្ញុំនេះនិយាយអ្វីពិតប្រកបខ្លះដោយសារអីដោយសារនាងខ្ញុំជឿជាក់ថាអ្នកលក់មួយណាក៏ទៅសើអីវ៉ាន់ខ្លួនឯងដែរអញ្ចឹងមានតែបងប្អូនតាមដានខ្លួនឯងពិចារណាខ្លួនឯងថាអ្វីដែលអ្នកលក់និយាយនេះគឺជាការអួតលើសពីការពិតឬមួយក៏អួតផ្សំនឹងការពិតសម្រាប់នាងខ្ញុំលក់អីវ៉ាន់ខ្ញុំអត់ដែរអួតលើសពីការពិតទេដោយសារអីដោយសារកាលណាយើងអួតលើសពីការពិតអ្នកដែលគេមើលមកអ្នកគេធ្លាប់ប្រើអីវ៉ាន់ល្អគេសោកយើងទេដោយសារគេថាអ្នកហ្នឹងប្រហែលជាតែមានរបស់ស្អាតលក់ទេដឹងបាននិយាយគ្រាន់តែប៉ុណ្្នឹងក៏ស្អាតណាស់អញ្ចឹងខ្ញុំខ្មាស់គេណាខ្ញុំអត់និយាយអួតលើពីការពិតទេសម្រាប់ក្បាច់ខ្មែរគឺនាងខ្ញុំប្រើទឹកដៃជាងស្អាតដែលបងប្អូនមើលទៅមានលក្ខណៈពិសេសស្អាតសម្រាប់ប្រើតកូនតចៅចំនួនក្រោយដើម្បីទុកជាកេរមរតកចំនួនក្រោយបងប្អូនត្រូវតែប្រើរបស់ស្អាតឲ្យស័ក្តិសមនឹងឈើប៉និតខ្មែរដោយសារប្រភេទឈើប៉និតខ្មែរគឺជាប្រភេទឈើកម្រមួយឆ្នាំខ្សត់តិចមួយឆ្នាំខ្សត់តិចអញ្ចឹងរហូតដល់ចំនួនកូនចៅយើងអាចនឹងទោះជាមានលុយទិញក៏មិនអាចទិញបានឈើស្អាតចឹងដែរសម្រាប់អីវ៉ាន់នាងខ្ញុំជាប្រភេទឈើធ្នង់ប៉ុន្តែខ្ញុំបញ្ជាក់មួយទៀតថាប្រភេទជាងក្រោយនឹងខ្ញុំអត់បានប្រើធ្នង់ទេគឺនឹងខ្ញុំប្រើឈើខ្មែរដូចគ្នាតែជាប្រភេទឈើលេខ2បើសិនជាបងប្អូនចង់បានធ្នង់សុទ្ធទាំងជាងក្រោយទាំងអីក៏នឹងខ្ញុំធ្វើបានដែរឲ្យតែបងប្អូនកំងប៉ុន្តែតម្លៃវាចូលគុណនឹង2ហើយអញ្ចឹងគឺនឹងខ្ញុំអត់ឲ្យបងប្អូនចំណាយលុយចោលអត់ប្រយោជន៍ទេដោយសារយើងដាក់កៅអៅពីមុខទៅគឺវាបាំងចិត្តទៅសំខាន់យើងប្រើឆ្អឹងឈើលេខ2ភេទជាងក៏ឈើលេខ2យើងអត់បានប្រើកំផ្លាក់គេឬមួយក៏ឈើអន់ដែលយកមកប្រើកើតទេសម្រាប់ទូកៅនេះខ្ញុំគឺប្រើឆ្អឹងមេ3ហ៊ុនកម្រាស់ប្រអប់2ហ៊ុនសូម្បីតែប្រយោគកៅនឹងខ្ញុំក៏នឹងខ្ញុំប្រើក្រាស់ដែរហើយនឹងខ្ញុំមានការធ្វើពិសោធន៍ជូនបងប្អូនដោយកូននឹងខ្ញុំទម្ងន់40គីឡូឡើងតោងឲ្យមើលមិនមែនថាប្រយោគមកមុំអាចប្រយោគបាក់ទេគឺធានាជូនថាមុំមេគឺកម្រាស់មេ3ហ៊ុនស្លឹកប្រអប់2ហ៊ុនបងប្អូនអាចមើលជាក់ស្ដែងបានខ្ញុំយកម៉ែត្រវាស់ទាញជូនបងប្អូនមិនមែនខ្ញុំយកដៃគោះអញ្ចឹងណាគឺខ្ញុំយកម៉ែត្រចាក់ឲ្យមើលសម្រាប់មេ3ហ៊ុននិងប្រអប់2ហ៊ុនគឺវាខុសគ្នា1ហ៊ុនអញ្ចឹងតិចទៀតនឹងខ្ញុំនឹងធ្វើការវាស់ប្រអប់2ហ៊ុនបងប្អូនមើលថាតើ3ហ៊ុននិងខុស2ហ៊ុននឹងវាខុសគ្នាមិនយើងអត់ឲ្យអ្នកលក់កុហកបានទេគឺយើងមើលផ្ទាល់អញ្ចឹងដោយសារអ្នកលក់គ្រឿងសង្ហារឹមឈើគឺដឹងតែមានម៉ែត្រទេអញ្ចឹងខ្ញុំអត់យកដៃគោះអត់យកដៃចង្អុលដៃវាស់ឯងគឺខ្ញុំឲ្យបងប្អូនមើលអត់បានវាស់ថ្នាំងដៃវាស់អីមើលទេនេះបងប្អូនឃើញទេកម្រាស់3ហ៊ុននិង2ហ៊ុនគឺវាខុសគ្នា1ហ៊ុនអញ្ចឹងបងប្អូនអាចពិចារណាតាមការគួរថាតើអ្នកលក់នឹងនិយាយពិតប្រាកដឬមួយក៏អួតលើសពីការពិតសម្រាប់បញ្យួរកៅនេះនាងខ្ញុំថាឲ្យកូននាងខ្ញុំតោងឲ្យបងប្អូនមើលនេះគឺជារូបភាពវីដេអូដែលនាងខ្ញុំឲ្យកូនខ្ញុំតោងមើលកូននាងខ្ញុំទម្ងន់40គីឡូអញ្ចឹងបងប្អូនអាចបញ្យួរកៅបានច្រើនមិនបាច់បារម្ភរឿងភ័យរឿងបាក់អីទេហើយបងប្អូនអាចថែមបញ្យួរក៏នឹងខ្ញុំថែមជូនថែមធ្នើក៏នឹងខ្ញុំថែមជូនបងប្អូនដែរហើយចំពោះការទិញអីវ៉ាន់បងប្អូននៅខេត្តឆ្ងាយក៏នឹងខ្ញុំដឹកជូនដល់ទីតាំងគ្រប់25ខេត្តក្រុងគឺនឹងខ្ញុំដឹកផ្ទាល់អត់មែនប្រើតាក់ស៊ីសេវាកម្មគឺដឹកជញ្ជូនបងប្អូនជូនអីវ៉ាន់ជូនបងប្អូនដល់ទីតាំងគ្រប់25ខេត្តក្រុងសម្រាប់អីវ៉ាន់នាងខ្ញុំលក់គឺនាងខ្ញុំធ្វើចេញពីសិប្បកម្មខ្លួនឯងផ្ទាល់ស្ថិតនៅក្នុងឃុំខ្វាលស្រុកជីក្រែងខេត្តសៀមរាបសម្រាប់អ្នកភ្នំពេញបើសិនជាមិនទាន់ទុកចិត្តមិនបាច់កក់លុយទេអីវ៉ាន់ដល់ដៃចាំហុចលុយមុននឹងទិញមុននឹងត្រូវគ្នាគឺយើងធ្វើវីដេអូតាមឆាតគ្រប់វីដេអូទាំងអស់អីវ៉ាន់ដឹកទៅដល់អត់ដូចរូបសម្បី100លុយខ្មែរក៏យកពីបងប្អូនដែរសម្រាប់បងប្អូនចង់ចំណាយពេលមកមើលផ្ទាល់ក៏មើលបានដែរដោយសារអីវ៉ាន់នាងខ្ញុំមាននៅក្នុងស្តុកពិតប្រាកដថតចេញពីផ្ទះនាងខ្ញុំគ្រប់វីដេអូទាំងអស់បងប្អូនអាចតាមដានមើលពីការផុសលក់ការតាំងអីវ៉ាន់គឺសិតតែជាអីវ៉ាន់របស់នាងខ្ញុំនៅក្នុងផ្ទះនាងខ្ញុំផ្ទាល់ទាំងអស់អរគុណច្រើនបងប្អូនទាំងអស់គ្នា